សួស្តីបងប្អូនសុខសប្បាយទេចាថ្ងៃហ្នឹងពេលសៀលបងប្អូនមានកម្ពុជាធំហូបដែរសម្រាប់អាហារពេលល្ងាចសម្រាប់ខ្ញុំវិញខ្ញុំទៅផ្សារបន្តិចមកនៅលោកនេះ2ហើយនឹងប្រហិតត្រីស្វាបនេះមកចប់នេះបងប្អូនចាចាប់តាមធ្វើហូបទាំងអស់គ្នាចាជាដំបូងខ្ញុំយកផ្លែដូងមកកាត់ពីចកងបងប្អូនចាកាត់ចកងយ៉ាងទៅយើងស្រួលចិត្តចាបន្ទាប់ពីចិត្តហើយខ្ញុំយកវាទៅលាងទឹកមកទឹកពីទឹកទៅដើម្បីឲ្យវាអស់ជ័របងប្អូនហើយគឺយកមកកាត់តែសម្រាប់គ្រួសារខ្ញុំគឺខ្ញុំចូលចិត្តហូបអញ្ចឹងបងប្អូនខ្ញុំកាត់កង់អញ្ចឹងណាតែសម្រាប់បងប្អូនវិញបងប្អូនចិត្តវាមិនដែរគឺមិនប្រាប់ខ្ញុំផងចាបន្តមកទៀតយើងទុកវាដល់ឡែកម្ដុំទៅហើយខ្ញុំក៏បានយកមើមខ្ទឹមមកដំចាដំហើយយើងច្រាំវាឲ្យម៉ត់បងប្អូនដើម្បីយកវាទៅលីងជាមួយនឹងប្រេងឆាព្រោះខ្ញុំអត់ដាំទឹកមុនទេចាឥឡូវយើងដាក់ឆ្នាំងឲ្យក្តៅហើយយើងចាក់ប្រេងឆាចូលបន្តិចចាប់តពីប្រេងឆាវាក្តៅហើយខ្ញុំក៏យកមើមខ្ទឹមនេះយកមកដាក់លីងវាបងប្អូនលីងវាឲ្យរៀងជើងក្រមវាទៅចាហើយក៏បន្ថែមនៅស្ករត្នោតយកបន្តិចទេបងប្អូនខ្ញុំថែមបន្តិចទេដោយសារតែខ្ញុំយកជាផ្អែមជាផ្លែនោមគេដាក់ស្ករបន្តិចបានតែបន្ទាប់ពីស្ករនេះឡើងខំហើយខ្ញុំចាក់ទឹកបន្តិចចាចាក់ទឹកហើយយើងកូរវាទុកចោលទៅបន្ទាប់មកខ្ញុំក៏បានយកទឹកជាយកចាក់បន្តិចទៅបងប្អូនចាក់បន្តិចបានតែខ្មៅចាក់ច្រើនតែព្រោះវាចេញជាតិចេញពីផ្លែនោមមកបងប្អូនបើយើងដាក់ទឹកច្រើនចេញពីផ្លែនោមមកទៀតគឺវាគាត់ទឹកច្រើនវាឡើងឆ្ងាញ់ហើយចាដល់ពេលទឹកនឹងពុះហើយខ្ញុំថែមប៊ីចេងបន្តិចខ្ញុំថែមម្រេចបន្តិចចាថែមហើយទុកវារៀងពុះបន្តិចទៅខ្ញុំក៏យកសាច់ប្រហិតត្រីស្លាតហ្នឹងយកមកយកលភាមកដុសវាដាក់ម្ដុំអញ្ចឹងបងប្អូនចាដាក់ឲ្យអស់អញ្ចឹងហើយខ្ញុំក៏ទុកប្រហិតហ្នឹងឲ្យវារៀងពុះឲ្យទឹកនឹងពុះបន្តិចទៅឲ្យប្រហិតហ្នឹងរៀងឡើងប៉ោងទៀតបងប្អូនចាឲ្យវាប៉ោងបន្តិចទៅមើលថាវាសាច់វារៀងឆ្អិនហើយក៏យកអានោមនេះយកមកបង់ក្នុងទឹកស្លឲ្យកំពុងពុះបងប្អូនចាយើងបង់វាអស់ហ្នឹងទៅហើយតមកទៀតយើងកូរវាឲ្យចូលសាច់គ្នាជាមួយនឹងប្រហិតហើយយើងក៏គ្របទុកមកស្ទូទៅបងប្អូនទុកប្រហែលជា2នាទីទេព្រោះយើងបើកភ្លើងរៀងខ្លាំងដែរអញ្ចឹងដល់ពេលវាពុះហើយយើងចាប់ផ្ដើមបើកកមុកឆ្នាំងមកហើយយើងមើលភ្លក់មើលទៅថាវាល្មមឆ្ងាញ់ត្រូវមាត់យើងអត់អញ្ចឹងណាចាបើវាសមល្មមហើយក៏អូខេហើយយើងបង់ស្លឹកខ្ទឹមចូលបន្តិចទៅចាបង់ស្លឹកខ្ទឹមដើម្បីវាស្លោយើងកាន់តែឈ្ងុយចាឥឡូវបងប្អូនឲ្យចាប់ផ្ដើមដួសដាក់ចានហើយដល់ពេលយើងត្រូវហូបបាយពេលនេះបងប្អូនចាអញ្ចឹងស្លយើងនេះបានចិនដែរអញ្ចឹងជួយបងប្អូនមកផ្សារទាំងអស់គ្នាអរគុណ